ថ្ងៃនេះតនេពីការងារចេញមករកស៊ីក្រៅជាមួយនឹងមិត្តភ័ក្តិអត់រងចាំយូរទីម៉ូតូបិទជិះមកដល់ផ្លូវ30កន្លែងអូនហ្នឹងណាតែយើងអាចបានចូលកន្លែងអូនទេគឺយើងមកតទឹកឲ្យគេអញ្ចឹងក៏ដល់ផ្ទះគេនៅគោកចកហ្នឹងណាយើងមកដល់ទីតាំងហើយក៏ពិភាក្សាជាមួយនឹងម្ចាស់ផ្ទះគឺគាត់ចង់ឲ្យយើងតទឹកស្អាតទៅបន្ទប់ទឹករបស់គាត់ហើយទូយ៉ូហ្នឹងគាត់ឲ្យយើងអឹបនឹងជញ្ជាំងកម្ពស់កន្លះម៉ែត្រឥឡូវយើងចាប់ផ្ដើមរៀបចំធ្វើការងារនឹងស៊ីផុយលុយសពហើយចាប់ផ្ដើមរើសម្ភារៈហើយក៏យើងមកដល់ទីតាំងកន្លែងដុំទឹកស្អាតឃើញថាយើងត្រូវស្វានតលុះដើម្បីដាក់ទូយ៉ូក៏យើងចាប់ផ្ដើមយកទូយ៉ូស្វានបាញ់ភ្ជាប់នឹងជញ្ជាំងដាក់ម្ដងមួយរហូតដល់បន្ទប់ទឹករបស់គាត់ឥឡូវយើងបាញ់ភ្ជាប់ឥឡូវមកដល់បន្ទប់ទឹកជិតហើយបាន 80% 20% ទៀតគឺយើងតចូលទៅក្នុងបន្ទប់ទឹករបស់គាត់ឥឡូវយើងរួចរាល់ហើយឥឡូវតឲ្យគាត់កន្លែងនេះមួយទៀតដើម្បីគាត់បហូរទឹកបោកអាវនៅក្បែរក្រោយផ្ទះហ្នឹងណាពីយើងធ្វើការងាររួចរាល់ពូម្ចាស់ផ្ទះឃើញការងាររបស់យើងទៅតាមអ្វីដែលគាត់ចង់បានគាត់ថាអូនណាចាំពូវៃមិនខ្មៅស្ងោណាំងើឲ្យអូនញ៉ាំមួយណាយើងលឺតែមិនខ្មៅបាទពូយើងស្មានតែគិតនិយាយលេងគិតនិយាយមែនទែនឥឡូវគិតស្ងោណាំងើសាច់មាន់ឲ្យយើងមិត្តភក្តិខ្ញុំឃើញម្ហូបឆ្ងាញ់ហើយកំពុងតែហត់ទៀតមានណាញឹមញែមឥឡូវយើងចាប់ផ្ដើមញ៉ាំបាយជាមួយនឹងពូម្ចាស់ផ្ទះគាត់ពិតជាចិត្តល្អមែនទែនហើយក៏អរគុណគាត់ផងដែរដែលរស់រាយរាក់ទាក់ជាមួយនឹងពួកខ្ញុំហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ